នេះជាប្រភេទវាដែកធម្មតាអញ្ចឹងប៉ុន្តែយើងត្រូវការចាក់ទៀតប៊ូតុងពីដំបូងឡើយយើងរៀបឥតក្នុងប្រឡោះទ្វារហ្នឹងគឺរៀបតម្រូវយ៉ាងប៉ុន្តែពេលយើងចាក់យើងត្រូវវាយឥតចេញខ្លះដើម្បីចាក់ប៊ូតុងចូលប៊ូតុងទឹក2ហ៊ុនកម្រាស់8ហ៊ុនអញ្ចឹងយើងចាក់គៀបវាទ្វារដើម្បីឲ្យវាមាំយើងអត់មានស្វានតាកេឬមួយវាយតាកេចូលទេអត់ទេគឺយើងវាយឥតចេញហើយយើងផ្សារដែកហើយចាក់បេតុងចូលតែម្ដងគឺទ្វារអញ្ចឹងបានវារឹងមាំហើយទ្វារដែកទ្វារទៅតឹង1.65 ម៉ែត្រហើយកម្ពស់1 ម៉ែត្រមកទឹក1 ហ៊ុនកន្លះ